ឯកឧត្តមហ៊ុនម៉ាណីអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាជិកភាពកីឡាករក្រុមបាល់ទាត់សសយកអ All Star នៅល្ងាចថ្ងៃទី14ខែកក្កដាឆ្នាំ2026ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងជាប្រធានក្រុមបាល់ទាត់សសយកអ All Star បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាជិកភាពកីឡាករក្រុមបាល់ទាត់សសយកអ All Star នៅអគារ The Campusពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាអនុប្រធានសសយកឯកឧត្តមលោកជំទាវអនុប្រធានសមាជិកសមាជិកាគណៈអចិន្ត្រៃយ៍ឯកឧត្តមលោកជំទាវអ្នកអង្គការលោកស្រីភ្ញៀវកិត្តិយសដែលជាដៃគូសហការឧបត្ថម្ភកីឡាករនិងក្រុមការងារចម្រុះក្រុមបាល់ទាត់សសយក All Star ជាច្រើនកកជាកិច្ចចាប់ផ្ដើមឯកឧត្តមសំហេងបរោះអនុប្រធានក្រុមបាល់ទាត់សសយក All Star បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមហ៊ុនម៉ាណីនិងបានឡើងអានសេចក្តីសម្រេចទទួលស្គាល់សមាជិកភាពជាផ្លូវការជាកិច្ចបន្ទាប់ឯកឧត្តមគួចវិញស្រុនអនុប្រធាននិងជាអ្នកចាត់ការទូតក្រុមបាល់ទាត់សសយក All Star បានធ្វើរបាយការណ៍សង្ខេបនិងសម្ដែងនៅការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមហ៊ុនម៉ាណីដែលតែងតែផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងក៏ដូចជាឧបត្ថម្ភគាំទ្រដល់ក្រុមបាល់ទាត់ឲ្យមានដំណើរការរីកចម្រើនជាបន្តបន្ទាប់ជាមួយគ្នានេះឯកឧត្តមក៏បានដាក់ចេញនូវការបដិញ្ញាចិត្តយ៉ាងមុតមាំក្នុងការដឹកនាំស្មារតីក្រុមឲ្យមានសាមគ្គីភាពនិងវិន័យខ្ពស់រក្សាឲ្យបានដាច់ខាតនៅគោលការណ៍ស្នូលបន្តសកម្មភាពមនុស្សធម៌ដើម្បីបម្រើសង្គមជាតិនិងខិតខំពង្រីកសមាជិកបន្ថែមទៀតក្រោមស្មារតីរឹងមាំគឺកីឡាមិត្តភាពសប្បុរសថ្លែងមតិស្វាគមន៍ទៅកាន់អង្គពិធីឯកឧត្តមហ៊ុនម៉ាណីប្រធានសសយកនិងប្រធានក្រុមបាល់ទាត់សសយក All Star ក៏បានអបអរសាទរនិងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសមាជិកភាពកីឡាករក្រុមបាល់ទាត់សសយក All Star ដែលត្រូវបានទទួលស្គាល់ជាផ្លូវការនាពេលនេះជាមួយគ្នានេះឯកឧត្តមបានកោតសរសើរវាយតម្លៃខ្ពស់និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រូបង្វឹកនិងកីឡាករទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួមនៅក្នុងក្រុមបាល់ទាត់សសយក All Star កន្លងមកក្នុងសកម្មភាពសប្បុរសធម៌និងមនុស្សធម៌ដើម្បីជួយសង្គមជាតិព្រមទាំងបដិញ្ញាចិត្តរួមគ្នាសម្រេចបាននូវទិសដៅការងាររបស់ក្រុមទាំងមូលទន្ទឹមនឹងនេះឯកឧត្តមក៏បានគូបញ្ជាក់ផងដែរថាជំនួបគ្នាក្នុងថ្ងៃនេះមានសារៈសំខាន់បំផុតពីព្រោះកីឡាដែលបាននាំមកនូវឱកាសឲ្យយើងបានជួបជុំគ្នានិងកសាងនូវមិត្តភាពរឹងមាំនិងការរីកចម្រើននៃសង្គមជាតិមួយគឺពិតជាត្រូវចាប់ផ្ដើមចេញពីការកសាងស្មារតីមិត្តភាពនិងសាមគ្គីភាពនេះឯងសូមជម្រាបជូនថាគោលបំណងសំខាន់នៃការបង្កើតក្រុមនេះឡើងគឺឈរលើស្មារតីកីឡាមិត្តភាពសប្បុរសធម៌ដើម្បីប្រមូលផ្ដុំអ្នកស្នេហាវិស័យកីឡាបាល់ទាត់លើកកម្ពស់សុខភាពសាមគ្គីភាពនិងបង្កើនសកម្មភាពសង្គមស្របតាមទិសដៅយុទ្ធសាស្ត្រប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិតLTNG Sport វិសាលភាពនៃកីឡា